ឆក់ពីខណ្ឌចំការមននគរបាលខណ្ឌ7មករាដេញទៅចាប់បាននៅខណ្ឌទូគោកយុវជនមួយក្រុមមានគ្នា4នាក់ជិះម៉ូតូ2គ្រឿងជាមធ្យោបាយធ្វើសកម្មភាពកាលពីវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី25វិច្ឆិកាបានឆក់កាបូបអ្នកដំណើរនៅតាមដងមហាវិថីព្រះមុនីវង្សជិតស្ថានទូតវៀតណាមទឹកដីខណ្ឌចំការមនត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ7មករាដេញតាមប្រមាញ់ទៅដល់បរិយាកាំងស្គរស៊ីធីខណ្ឌទូគោកចាប់បាន2នាក់យុវជនជាជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះអ៊ុំសវណ្ណរតន៍អាយុ19ឆ្នាំស្នាក់នៅម្ដុំបរិយ100ខ្នងសង្កាត់ទឹកថ្លាខណ្ឌសន្សុករាជធានីភ្នំពេញនិងម្នាក់ទៀតឈ្មោះអឿនណប់អាយុ20ឆ្នាំស្នាក់នៅម្ដុំរ៉ាដាខណ្ឌទូគោករាជធានីភ្នំពេញពួកគេសុទ្ធតែជាជនបោះបង់ការសិក្សានៅផ្ទះសម្បែងតែតើទៅនឹងការចាប់ខ្លួនជនសង្ស័យឆក់កាបូបប្រាក់ពីអ្នកខាងលើនេះលោកអនុស្នេហ៍តូរ៉ូស៊ីណាប្រធានផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌ7មករាដឹងថាក្រោមការណែនាំជាប្រចាំពីសំណាក់លោកវរៈស្នេហ៍តូណេស៊ីថុនអធិការរងខណ្ឌកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌរបស់លោកបានចេញល្បាតក្នុងមូលដ្ឋានគ្រប់ច្រកល្ហកទាំងយប់ទាំងថ្ងៃជាការស្រាវជ្រាវនឹងរោគស្វែងបាត់ល្មើសជាស្ដាយនៅវេលាព្រឹកថ្ងៃទី25វិច្ឆិកាកម្លាំងល្បាតបានជួបយុវជនមួយក្រុមមានគ្នា4នាក់ជិះម៉ូតូត្រៀម2គ្រឿងដោយឃើញមានការសង្ស័យយុវជនទាំង4នាក់នោះកម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌបានជិះម៉ូតូតាមពីក្រោយដើម្បីខ្លំមើលសកម្មភាពពួកគេលោករ៉ូស៊ីណាបន្តថាពេលកម្លាំងជើងតាមទៅដល់ស្ថានទូតវៀតណាមក្នុងខណ្ឌចំការមុនស្រាប់តែពួកគេបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ជាអ្នកដំណើរពេលឆក់កាបូបបានពីស្ត្រីម្នាក់នោះភ្លាមជនសង្ស័យបានជិះម៉ូតូគេចខ្លួនយ៉ាងលឿនខណៈពេលជនគ្រោះស្រែករកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ស្របពេលនោះកម្លាំងល្បាតដែលនៅពីក្រោយបានដេញតាមប្រម៉ែងជនសង្ស័យពីខណ្ឌចំការមនជាកន្លែងកាត់ហេតុទៅដល់បរិយាកម្មគោសិទ្ធិទើបចាប់បាន2នាក់និងដកហូតបានកាបូបជនគ្រោះមកវិញក្នុងកាបូបនោះមានប្រាក់10000រៀលទូរស័ព្ទមួយគ្រឿងនិងឯកសារមួយចំនួនហើយត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យម្ចាស់វិញជនសង្ស័យទាំងពីរត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងខេត្តកោះសន្តិភាពសម្រាប់គ្រប់ស្រទាប់វណ្ណៈ